បាទជម្រាបសួរបងប្អូនទាំងគ្នានេះជាវីដេអូដែលខ្ញុំទៅបកត្រីនៅខាងស្រុកកន្លាញ់បងប្អូនទីតាំងហ្នឹងគឺអេមែនតេនដោយបងប្អូនបានឃើញហើយគឺថាស្មៅក្រាស់ៗចឹងយើងពិបាកលេងហើយពិបាកយកត្រីមែនតេននៅក្នុងវីដេអូហ្នឹងដែរគឺខ្ញុំចង់បង្ហាញបងប្អូនពីរបៀបលេងត្រីរបស់ខ្ញុំដើម្បីបានត្រីធំនៅទីតាំងដែលមានសារ៉ាយឬក៏ស្មៅពើកអីក្រាស់ៗចឹងយើងស្រួលលេងមែនតេនទីមួយយើងមើលទីតាំងហ្នឹងដែលថាមានកន្លែងណាដែលមានប្រឡោះទៅយើងអាចលេងបានត្រីវាមាននៅក្រោមពើកដោយសារតែវាចាំចាប់ចំណីបងប្អូនវាសបោកូនត្រីខាងណាអញ្ចឹងត្រីធំវាចាំចាប់កូនត្រីហ្នឹងអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនធំវាលេបឲ្យមើលចូលទៅក្រិនធំអត់ត្រីនេះគីឡូហើយស្ងាត់ជ្រាបស្ងាត់ចុះព្រមខំដល់បងប្អូនអើយមើលយកបានអត់ស្ងាត់ចុះនឹងញ៉ោត្រីនេះនៅឬក៏ទៅនៅឲ្យត្រីនៅឲ្យជុកលួយយតាមត្រូវបានជឿចូលមកយោកតុយយ៉ាងតុយមកនៅឃើញហើយអូខ្នាតអ៊ីងគ្រីបឺតមកហើយវ៉ានេះអូនអើយខប់សេរីនេះតាក់មាត់មួយសិនអូញ៉ាខ្លួនអូគប់យូរហើយវាមិនខំបងប្អូនវាស្ដាំស៊ីកូនត្រីទៅប្រុយមកនេះអូណាដល់ហើយត្រីនេះអេគីឡូហើយតាមិនត្រឹមខំរើហើយត្រូវបានខំចុះខអេមធំខ្លាគីឡូរើទៅហើយ